ឧបាយប្រចាំជីវិតដើម្បីនឹងបន្ធូរបន្ថយចិត្តកុំឲ្យលិចលង់ទៅក្នុងអំពើទុច្ចរិតផ្សេងៗគួរគិតពិចារណាដល់គ្រោះថ្នាក់ការវិនិច្ឆ័យអន្តរធានរបស់ពិភពលោកដែលទុកដូចជាផ្ទះសម្បែងជាគុហាឬជាអន្លង់របស់យើងគេដែលយើងគេត្រូវតែកើតត្រូវតែនៅអាស្រ័យកិច្ចរត់ជៀសចេញមិនរួចឧបមាយ៉ាងណាមិញពួកសត្វនិករក្នុងលោកដែលងោកងក់ស្លុះស្លុងគំនិតទៅក្នុងអំពើទុច្ចរិតផ្សេងមិនបាននឹកដល់គ្រោះថ្នាក់ប្រចាំជីវិតគិតតែពីសប្បាយហួសហេតុខុសលំនាំអ្នកប្រាជ្ញក៏ដូច្នោះដែរធម្មតាអ្នកប្រាជ្ញអ្នកមានគំនិតប្រព្រឹត្តទៅមុនជីវិតតែងរិះរកឧបាយដើម្បីនឹងជៀសវាងគ្រោះថ្នាក់ប្រចាំជីវិតទុកមុនជាដរាបគេមិនបណ្ដោយឲ្យជីវិតលឿនទៅប៉ះទង្គិចពានពៀនៅលើគំនរគ្រោះថ្នាក់ឡើយឧបាយដែលនឹងជៀសវាងគ្រោះថ្នាក់នោះមានតែមួយគត់គឺសុចរិតធម៌សុចរិតកាយគឺមិនបៀតបៀនជីវិតរបស់ខ្លួននិងសត្វដទៃមិនលួចប្លន់បុត្រធីតាភរិយាស្វាមីនិងទ្រព្យសម្បត្តិរបស់ជនដទៃនិងមិនផឹកសុរាជាដើមសុចរិតវាចាគឺមិននិយាយកុហកភូតភរញុះញង់បំបែកបំបាក់ចាក់ចុចធ្វើឲ្យអ្នកដទៃវិនាសជាដើមសុចរិតចិត្តគឺមិនគុំគួនព្យាបាទអ្នកដទៃនិងមិនរពឹងរឹងរូសចជេរជំទាស់នឹងសភាវៈពិតចេះជឿកម្មនិងផលរបស់កម្មជាដើមបើបុគ្គលណាមានសុចរិតធម៌នេះហើយបុគ្គលនោះជាបណ្ឌិតមានគំនិតល្អមិនបណ្ដោយឲ្យជីវិតលឿនទៅប៉ះទង្គិចពានពៀនៅលើគំនរគ្រោះថ្នាក់ឡើយ